ប្រសិនបើយើងជាអ្នកជឿព្រះជាម្ចាស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះតើយើងនឹងធ្វើអីខ្លះទៅបងប្អូនខមមិននឹងខ្ញុំនឹងផងបានទេសម្រាប់ខ្ញុំវិញជារៀងរាល់ឆ្នាំអ្វីដែលខ្ញុំតែងតែធ្វើគឺខ្ញុំមកធ្វើអីទាំងអស់គឺខ្ញុំពាក្យច្រើនគឺខ្ញុំតែងតែចំណាយពេលនៅជាមួយនឹងគ្រួសារខ្ញុំតែងតែធ្វើម្ហូបដាំស្លឬក៏ធ្វើកិច្ចការងារផ្ទះមួយចំនួននៅក្នុងក្រុមគ្រួសាររបស់ខ្ញុំហើយក៏ជាពេលវេលាដែលយើងមានទំនាក់ទំនងជាមួយនឹងក្រុមគ្រួសាររបស់យើងក្នុងការដែលយើងជួបជុំគ្នាសប្បាយហើយមួយទៀតខ្ញុំតែងតែនាំក្មេងៗក្នុងការដែលលេងល្បែងប្រជាប្រិយខ្មែរឬក៏ល្បែងកម្សាន្តដែលឲ្យគាត់នឹកនៅអ្វីដែលអនុស្សាវរីយ៍ចាស់ៗហើយសម្រាប់ខ្ញុំជាអ្នកជឿព្រះអង្គខ្ញុំកម្រមែនតើក្នុងការដែលទៅប៉ាតម្សៅឬក៏ទៅធ្វើអីផ្សេងទៀតណាកម្រមែនតើខ្ញុំចំណាយពេលជាមួយនឹងគ្រួសារជាសម្រាប់បងប្អូនវិញតើយើងចំណាយពេលទៅធ្វើអីខ្លះទៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះសូមព្រះជាម្ចាស់ប្រទានពរសេចក្តីសុខសាន្តមានទៅកាន់បងប្អូនទាំងអស់គ្នា right